ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះលីណាថ្ងៃនេះខ្ញុំចេញវីដេអូមកចង់ជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើជាវីដេអូឬក៏មេរៀនខ្លីៗសម្រាប់ពុកម៉ែបងប្អូនឬក៏ក្មេងៗជំនាន់ក្រោយណាដែលគាត់ចង់រៀនខាង hospitality ប៉ុន្តែគាត់អត់មានលុយសម្រាប់ទៅរៀនចឹងខ្ញុំនឹងធ្វើជាវីដេអូខ្លីៗពីមាតនការទៅមាតនការដើម្បីឲ្យពួកគាត់បានរៀននិងស្វែងយល់ពី hospitality ក្នុងភោជនីយដ្ឋានឬក៏ក្នុង restaurant ព្រោះជំនាញរបស់ខ្ញុំគឺខ្ញុំធ្វើខាងផ្នែកភោជនីយដ្ឋានអញ្ចឹងខ្ញុំដឹងពី skill របស់វាឬក៏ technique របស់វាឬក៏ចំណេះដឹងអាចថាគួរសមដែរព្រោះខ្ញុំធ្វើខាងផ្នែកហ្នឹងគឺយូរហើយអាចថារយៈពេល10ឆ្នាំហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំចេញមកគឺចង់ជម្រាបជូនដំណឹងល្អនេះជូនពុកម៉ែបងប្អូនដោយសារតែថាចិត្តខ្ញុំគឺស្រឡាញ់ខាង hospitality ហ្នឹងហើយក៏មិនមែនត្រឹមតែស្រឡាញ់ទេខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍និងចំណេះដឹងរបស់ខ្ញុំជូនបងប្អូនជំនាន់ក្រោយដែលគាត់ចង់រៀនចង់ចេះចង់ដឹងហ្នឹងឲ្យគាត់បានរៀនចេះហើយមិនបាច់ចំណាយលុយហើយគាត់អាចយកជំនាញហ្នឹងយកទៅប្រើក្នុងវិស័យ hospitality បានហើយនឹងងាយស្រួលក្នុងការស្វែងរកការងារធ្វើផងដែរចាអញ្ចឹងបើសិនជាវីដេអូខ្ញុំចេញទៅលើសលួសខ្វះខាតឬក៏ខ្វះនៅក្នុងចំណុចណាឬក៏អត់ល្អចំណុចណាសូមបងប្អូនឬក៏បងដែលមានចំនួនដែលគាត់ធ្វើខាងវិស័យនឹងមុនជួយជម្រាបជូនផងឬក៏អាចថាជា comment អីក៏បានដែរព្រោះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្ត open mind អាចទទួលបានរាល់ comment បងទាំងអស់គ្នាមិនថាល្អឬអាក្រក់ឡើយគឺខ្ញុំនឹងទទួលយកហើយយកមកអភិវឌ្ឍខ្លួនឯងឬក៏កែតម្រូវចំណុចដែលខ្វះខាតហើយមួយទៀត passion របស់ខ្ញុំគឺខ្ញុំចង់មានជាសាលាខ្លួនឯងមួយឬក៏លក្ខណៈថាយើងបើកបរិយាជា volunteer អត់គិតលុយអត់អីចឹងអាហ្នឹងវាជា passion របស់ខ្ញុំវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំហើយវាក៏ជាក្តីស្រមៃរបស់ខ្ញុំដែរប៉ុន្តែដោយសារតែនាងខ្ញុំខ្វះថវិកាដោយសារតែខ្ញុំហ្នឹងអត់ទាន់សម្រាប់បានគោលដៅឯព្រោះខ្ញុំអត់ទាន់សំបានឬក៏ខ្ញុំវាត្រូវចំណាយច្រើនដែរដូច្នេះហើយខ្ញុំក៏សម្រេចចិត្តធ្វើជាវីដេអូវិញព្រោះវីដេអូអាចឲ្យអ្នកទាំងអស់គ្នាហ្នឹងមិនថាអ្នកមានលុយឬក៏អ្នកអត់លុយទេក៏គាត់អាចមើលបានជាពិសេសអ្នកនៅជិតនៅឆ្ងាយក៏គាត់អាចរៀនបានដូចគ្នាចាសូមអរគុណសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយវីដេអូរបស់ខ្ញុំនឹងផុសចូលទៅក្នុង page channel របស់ខ្ញុំក្នុង YouTube ហើយនិងក្នុង page Facebook ដែរផងដែរចាសូមអរគុណ